សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីបំផុសគំនិតដែលនឹងនាំមកជូននៅខ្លឹមសារដ៏មានអត្ថន័យនៅថ្ងៃនេះថ្ងៃប្រហោះទី29ខែឧសភាឆ្នាំ2025ម៉ោង 8:43 នាទីយប់នៅតំបន់បូក07ថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទដ៏សំខាន់មួយគឺការអភិវឌ្ឍខ្លួននាំទៅរកភាពជោគជ័យប្រសិនបើអ្នកកំពុងស្វែងរកវិធីដើម្បីធ្វើឲ្យជីវិតរបស់អ្នកកាន់តែប្រសើរឡើងនិងឈានទៅសម្រេចគោលដៅដ៏ធំកម្មវិធីនេះគឺសម្រាប់អ្នកតោះចាប់ផលតាមមកហើយសូមញញឹមទាំងអស់គ្នាសារៈសំខាន់នៃការអភិវឌ្ឍខ្លួនការអភិវឌ្ឍខ្លួនគឺជាដំណើរការនៃការកែលម្អជំនាញចំណេះដឹងនិងអាកប្បកិរិយារបស់យើងដើម្បីឈានទៅសម្រេចគោលដៅនិងរស់នៅក្នុងជីវិតដែលពោរពេញដោយអត្ថន័យមនុស្សជោគជ័យជាច្រើនដូចជាសហគ្រិនអ្នកនយោបាយឬអ្នកបង្កើតថ្មីសុទ្ធតែបានឆ្លងកាត់ដំណើរការនៃការអភិវឌ្ឍខ្លួនដើម្បីឈានទៅរកភាពជោគជ័យការអភិវឌ្ឍខ្លួនមិនមែនជារឿងដែលកើតឡើងដោយចៃដន្យនោះទេប៉ុន្តែវាទាមទារការបដិញ្ញាណចិត្តនិងការរខិតខំប្រឹងប្រែងជាប្រចាំជំហានដំបូងក្នុងការអភិវឌ្ឍខ្លួនគឺការស្គាល់ខ្លួនឯងតើអ្នកជានរណាតើអ្នកចង់ទៅជាអ្វីតើអ្វីជាគោលដៅរបស់អ្នកការស្គាល់ខ្លួនឯងអនុញ្ញាតឲ្យអ្នកកំណត់ចំណុចខ្លាំងនិងចំណុចខ្សោយរបស់អ្នកដើម្បីអាចធ្វើការកែលម្អបានឧទាហរណ៍ប្រសិនបើអ្នកដឹងថាអ្នកមានចំណុចខ្សោយផ្នែកការគ្រប់គ្រងពេលវេលាអ្នកអាចរៀនបច្ចេកទេសថ្មីៗដូចជាការប្រើប្រាស់កម្មវិធីគ្រប់គ្រងការងារឬការកំណត់អាទិភាពភារកិច្ចការកំណត់គោលដៅនិងផែនការសកម្មភាពជំហានបន្ទាប់គឺការកំណត់គោលដៅជាក់លាក់គោលដៅដែលច្បាស់លាស់ជួយឲ្យអ្នកមានទិសដៅនិងការលើកទឹកចិត្តក្នុងការធ្វើសកម្មភាពឧទាហរណ៍ប្រសិនបើអ្នកចង់ក្លាយជាអ្នកនិពន្ធដ៏ជោគជ័យអ្នកអាចកំណត់គោលដៅថាខ្ញុំនឹងសរសេរសៀវភៅមួយក្បាលឲ្យរួចរាល់ក្នុងរយៈពេល1ឆ្នាំបន្ទាប់មកអ្នកត្រូវបង្កើតផែនការសកម្មភាពដែលរួមមានជំហានតូចៗដូចជាការសរសេរចំនួន500ពាក្យជារៀងរាល់ថ្ងៃឬការចូលរួមវគ្គសិក្សាសរសេរអត្ថបទការកំណត់គោលដៅមិនគួរធំហួសហេតុនោះទេព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាពិបាកសម្រេចផ្ទុយទៅវិញគួរចាប់ផលតាមមកពីគោលដៅតូចៗហើយបន្តកសាងលើភាពជោគជ័យតូចៗទាំងនោះឧទាហរណ៍ប្រសិនបើអ្នកចង់រៀនភាសាថ្មីអ្នកអាចចាប់ផលតាមមកដោយការរៀនពាក្យថ្មី5ពាក្យក្នុងមួយថ្ងៃហើយបន្តបង្កើនចំនួននេះនៅពេលអ្នកមានទំនុកចិត្តការរៀនសូត្រជាប្រចាំនិងការអនុវត្តការអភិវឌ្ឍខ្លួនមិនអាចកើតឡើងបានទេបើគ្មានការរៀនសូត្រជាប្រចាំការរៀនសូត្រអាចមានទម្រង់ជាច្រើនដូចជាការអានសៀវភៅការចូលរួមវគ្គសិក្សាឬការរស់តាប់បទពិសោធន៍ពីអ្នកជោគជ័យសៀវភៅដូចជា The 7 Habits of Highly Effective People របស់ស Stephen Covey អាចជួយអ្នកឲ្យយល់ពីទម្លាប់ដែលនាំទៅរកភាពជោគជ័យលើសពីនេះការរៀនសូត្រតាមអនឡាញដូចជាវគ្គសិក្សានៅលើ Coursera ឬ Udemy ក៏ជាវិធីដ៏ល្អមួយដើម្បីបង្កើនជំនាញទោះជាយ៉ាងណាក៏ដោយការរៀនសូត្រតែមួយមុខមិនគ្រប់គ្រាន់ទេអ្នកត្រូវតែអនុវត្តអ្វីដែលអ្នកបានរៀនឧទាហរណ៍ប្រសិនបើអ្នករៀនអំពីការគ្រប់គ្រងហិរញ្ញវត្ថុអ្នកគួរតែអនុវត្តដោយការធ្វើផែនការថវិកាប្រចាំខែនិងតាមដានចំណាយរបស់អ្នកការអនុវត្តជាប្រចាំនឹងជួយឲ្យអ្នកប្រែក្លាយចំណេះដឹងទៅជាជំនាញពិតប្រាកដការគ្រប់គ្រងអារម្មណ៍និងការតស៊ូនៅលើដំណើរនៃការអភិវឌ្ឍខ្លួនអ្នកនឹងជួបនឹងបញ្ហាប្រឈមនិងឧបសគ្គជាច្រើនការគ្រប់គ្រងអារម្មណ៍និងការមានភាពអត់ធ្មត់គឺជាកត្តាសំខាន់ដើម្បីជំនះឧបសគ្គទាំងនេះឧទាហរណ៍ប្រសិនបើអ្នកបរាជ័យក្នុងការសម្ភាសន៍ការងារកុំអនុញ្ញាតឲ្យការបរាជ័យនេះធ្វើឲ្យអ្នកបាក់ទឹកចិត្តផ្ទុយទៅវិញសូមប្រើវាជាឱកាសដើម្បីរៀនសូត្រនិងកែលម្អជំនាញរបស់អ្នកការតស៊ូក៏ជាគន្លឹះនៃភាពជោគជ័យផងដែរមនុស្សជោគជ័យជាច្រើនបានបរាជ័យជាច្រើនដងមុនពេលពួកគេសម្រេចបានគោលដៅរបស់ពួកគេឧទាហរណ៍លោក Thomas Edison បានបរាជ័យរាប់ពាន់ដងមុនពេលគាត់បង្កើតអំពូលភ្លើងបានជោគជ័យការតស៊ូជួយឲ្យអ្នកបន្តដំណើរទៅមុខទោះបីជាមានឧបសគ្គច្រើនយ៉ាងណាក៏ដោយការស្វែងរកការគាំទ្រនិងការបន្តជំរុញជំហានចុងក្រោយគឺការស្វែងរកការគាំទ្រពីអ្នកជុំវិញខ្លួនមិត្តភក្តិគ្រួសារឬអ្នកណែនាំអាចជួយផលតឡដំបូន្មាននិងការលើកទឹកចិត្តនៅពេលអ្នកត្រូវការចូលរួមជាមួយសហគមន៍ដែលមានគោលដៅស្រដៀងគ្នាក៏ជាវិធីដ៏ល្អមួយដើម្បីរក្សាការជំរុញ
ឧទាហរណ៍ប្រសិនបើអ្នកចង់ជោគជ័យក្នុងអាជីវកម្មអ្នកអាចចូលរួមជាមួយក្រុមសហគ្រិនដើម្បីរៀនសូត្រពីបទពិសោធន៍របស់អ្នកផ្សេង ជាចុងក្រោយការអភិវឌ្ឍខ្លួនគឺជាដំណើរការដែលមិនដែលបញ្ចប់ នៅពេលអ្នកសម្រេចបានគោលដៅមួយសូមកំណត់គោលដៅថ្មីដើម្បីបន្តរីកចម្រើន តើអ្នកត្រៀមខ្លួនហើយឬនៅដើម្បីចាប់ផតាមម៉ូដដំណើរនៃការអភិវឌ្ឍខ្លួន សូមចែករំលែកគំនិតរបស់អ្នកជាមួយយើង សម្រាប់ខ្លឹមសារបំផុសគំនិតបន្ថែមទៀតកុំភ្លេចតាមដានកម្មវិធីរបស់យើង ជួបគ្នាវិញនៅកម្មវិធីក្រោយ ជម្រាបលា